បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាពីទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាថ្ងៃនេះគឺជាថ្ងៃអង្គារបាទនៅទីក្រុងឡុងបិចក៏ប៉ុន្តែត្រូវនឹងថ្ងៃពុធទៅហើយនៅឯប្រទេសកម្ពុជាម៉ោងនៅកម្ពុជាគឺម៉ោង9កន្លះព្រឹកប៉ុន្តែនៅឡុងបិចគឺម៉ោង6កន្លះយប់បាទគឺខុសគ្នាជាង10ម៉ោងនៅក្នុងការផ្សាយផ្ទាល់នៅទីនេះគឺខ្ញុំនឹងលើកយកប្រធានបទសំខាន់ដែលតកតងនឹងព័ត៌មានថ្មីចុងក្រោយពីសហរដ្ឋអាមេរិកបាទបងប្អូនដែលទន្ទឹងរង់ចាំជាពិសេសបងប្អូនអង្គការសង្គមស៊ីវិលបងប្អូនដែលធ្វើការដែលទទួលបានជំនួយពីសហរដ្ឋអាមេរិកតាមរយៈអង្គការផ្តល់ជំនួយអន្តរជាតិរបស់អាមេរិកហៅកាត់ថា USAID នេះគឺចង់បានព័ត៌មានចង់ដឹងថាតើជោគវាសនារបស់ USAID នឹងវានឹងទៅជាយ៉ាងណាកាលពីម្សិលមិញតុលាការចេញដីកាសម្រេចឲ្យចៅក្រមសំទោសសម្រេចឲ្យលោកត្រាំរដ្ឋបាលលោកត្រាំមានសិទ្ធិក្នុងការបញ្ឈប់បុគ្គលិក USAID ជាច្រើនរហូតដល់ទៅ1000នាក់ក៏ប៉ុន្តែថ្ងៃនេះមានចៅក្រមមួយរូបទៀតបាទគឺបានចេញដីកាមួយគឺកំណត់ឲ្យលោកត្រាំបែរទៅជាសងលុយឬក៏បកគលប្រាក់ដែលព្យួរឬក៏ផ្អាកឬក៏បង្កកតើតើនឹងគម្រោងជំនួយ USAID នឹងទៅអង្គការសង្គមស៊ីវិលជាច្រើនដែលយកគម្រោងជំនួយនេះយកទៅអនុវត្តហើយដីកានេះគឺទុកពេលឲ្យលោកត្រាំត្រឹមតែថ្ងៃពុធបាទម៉ោង12យប់គឺម៉ោង11:59នាទីយប់ថ្ងៃពុធមុននឹងឆ្លងចូលថ្ងៃពហុបាទនៅសហរដ្ឋអាមេរិកបានន័យថាព្រឹកស្អែកបានគេចូលជាធរមានបាទតើដីកានេះមានន័យយ៉ាងណាតើរដ្ឋបាលលោកត្រាំត្រូវធ្វើយ៉ាងដូចម្ដេចតើអង្គការ USAID នឹងស្ថិតនៅក្នុងស្ថានភាពបែបណាខ្ញុំនឹងពន្យល់លម្អិតនៅក្នុងពេលដូចតទៅនេះបាទនៅថ្ងៃទី25នេះបាទគឺថ្ងៃទី25ខែ2នេះគឺចៅក្រមបាននិយាយទៅចៅក្រមកម្រិតជាតិបាទនេះគឺសុទ្ធតែជាចៅក្រមសហព័ន្ធណាមិនមែនកម្រិតរដ្ឋឬកម្រិតស្រុកកម្រិតខេត្តខណ្ឌអីទេគឺចៅក្រមកម្រិតសហព័ន្ធដែលយើងហៅថាចៅក្រមអាមេរិកតែម្ដងនៅក្នុងនេះគឺបានន័យថាគាត់ចេញដីកាឲ្យចៅក្រមនឹងឈ្មោះថាលោកអាមៀរអាលីបាទចៅក្រមពីដើមឡើយនឹងគឺជាអ្នកដែលជ្រើសឬក៏ថាពេញចិត្តរបស់ខាងគណៈបកប្រជាធិបតេយ្យទេកាលពីជំនាន់លោកโจ Biden នោះកាលហ្នឹងចង់ឲ្យគាត់ឡើងជាចៅក្រមក៏បានធ្វើជាចៅក្រមតាមការបោះឆ្នោតតាមអីចឹងទៅតាមការតែងតាំងតាមអីចឹងទៅដូច្នេះគាត់នៅបន្តកាន់ការងារនេះជាចៅក្រមរហូតហើយសេចក្តីសម្រេចរបស់លោកចេញពីថ្ងៃទី25ខែ2ដែលថ្ងៃហ្នឹងតាមពិតប្រហែលម៉ោងមុនហ្នឹងឯងបើនៅស្រុកខ្មែរត្រូវថ្ងៃទី26ហើយបងប្អូនតែនៅនេះគឺនៅថ្ងៃទី25ដដែលតែប្រហែលជា3-4ម៉ោងមុនហ្នឹងតែប៉ុណ្្នឹងឯងហើយដីកានេះមានន័យថាយ៉ាងម៉េចដីកានេះគឺបង្គាប់ឲ្យរដ្ឋបាលលោកត្រាំត្រូវតែប្រគល់ប្រាក់ឬក៏សងលុយទៅវិញដល់អង្គការសង្គមស៊ីវិលទាំងឡាយណាដែលរងផលប៉ះពាល់ដោយសារតែការបង្កកឬការផ្អាកឬក៏ការផ្ដាច់ជំនួយរបស់អង្គការ USAID តាំងពីលោកត្រាំឡើងមកកាន់អំណាចនេះមកអញ្ចឹងនៅក្នុងនេះគឺបានន័យថាជាលើកដំបូងនៅក្នុងការដែលរដ្ឋបាលលោកត្រាំទទួលថ្នាំខ្លាំងពីប្រព័ន្ធតុលាការដែលកន្លងទៅយើងដឹងហើយថាពេលដែលលោកត្រាំឡើងកាន់អំណាចហ្នឹងគឺគាត់អនុវត្តដីកាឬក៏ថាប័ណ្ណបញ្ជាជាច្រើនរបស់ខាងរដ្ឋាភិបាលហ្នឹងគឺសន្ធាប់ដែលធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងហើយប្រជាពលរដ្ឋអង្គការសង្គមស៊ីវិលអ្នកច្បាប់សំណាងរាស្ត្រអីហ្នឹងគឺសហជីពផងដាក់ពាក្យប្តឹងជុំទឹះតឡាការហ្នឹងក៏ចេញដីកាជាហូរហែនៅដីកាមកច្រើនមែនតើហើយខ្ញុំចង់ឲ្យបងប្អូនជ្រាបអំពីសវតានៃដីកានេះបន្តិចថាហេតុអីបានជាចេញដីកាថ្ងៃទី25ខែ2នេះតកតងនឹងការបង្គាប់ឲ្យរដ្ឋបាលលោកត្រាំសងលុយទៅអង្គការសង្គមស៊ីវិលដែលបានជំនួយពីគម្រោងរបស់អង្គការ USAID យកទៅអនុវត្តហ្នឹងបងប្អូនមានចាំទេការលោកត្រាំឡើងកាន់អំណាចដំបូងនៅថ្ងៃទី20ខែមករាឆ្នាំ2025បាទគឺជាង1ខែមុនហ្នឹងគាត់ឡើងមកភ្លាមគឺគាត់បានចេញបទបញ្ជាមួយភ្លាមគឺឲ្យបង្កកឬក៏ព្យួររាល់
ជំនួយទាំងអស់ដែលឆ្លងកាត់តាមរយៈអង្គការ USAID ដែលមានទឹកប្រាក់ដល់ទៅ68,000 លានដុល្លារហើយអង្គការនេះជួយប្រទេសទាំងអស់នៅលើពិភពលោកជាង100ហើយណោះដោយទាំងប្រទេសកម្ពុជាដែរអញ្ចឹងឯងធ្វើឲ្យមូលនិធិហ្នឹងគឺចាប់ផ្ដើមបង្កកហើយគ្មានភាពច្បាស់លាស់រហូតដល់អ្នកខ្លះត្រូវបញ្ឈប់ឬក៏ឲ្យបុគ្គលិកសម្រាប់មួយរយៈសិនមិនដឹងថាតើមានប្រាក់ខែណាបើកព្រោះគម្រោងវានៅគាំងកណ្ដាលទីដូច្នេះវាប៉ះពាល់សពបែបយ៉ាងហើយគម្រោងនេះក៏តកតងការបង្កកនេះក៏បដិថាជាគម្រោងជាជំនួយនិយាយទៅជំនួយក្រៅប្រទេសទោះតាមរយៈខាងក្រសួងការបរទេសក៏បង្កកដែរដែលធ្វើឲ្យប៉ះពាល់រហូតដល់អង្គការស៊ីម៉ាក់កម្ពុជាយើងដែលកញ្ចប់ថវិកាសហរដ្ឋអាមេរិកដែលជួយឲ្យផ្នែកដោះមីនហ្នឹងក៏មានការរាំងស្ទះមួយរយៈដែលពេលក្រោយមកក៏មានការសម្រេចថ្មីហើយខ្ញុំនឹងជជែកអំពីការសម្រេចថ្មីហ្នឹងដែលបានប្រយោជន៍អីដល់ការដោះមីននៅប្រទេសកម្ពុជាដែរហើយអង្គការសង្គមស៊ីវិលកម្ពុជាហ្នឹងទទួលបានផលអីខ្លះដែរនៅពេលដែលលោកត្រាំចេញបញ្ជាប្រតិបត្តិហ្នឹងឲ្យគេផ្អាកឬព្យួរជំនួយបរទេសនឹងទាំងអស់មួយរយៈឲ្យដើម្បីត្រួតពិនិត្យឡើងវិញកាត់ណាអីណាសន្សំលុយសន្សំប្រាក់អីទៅតាមការដែលពួកគាត់លើកឡើងថាជាយុទ្ធនាការសន្សំប្រាក់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាននោះគឺវាពិតជាប៉ះពាល់ក៏ប៉ុន្តែភ្លាមនោះគឺប្រហែលជាបានប្រមាណជាពីថ្ងៃទី20មករាថ្ងៃទី13ខែកុម្ភៈបានន័យថាប្រហែល3អាទិត្យក្រោយមកហ្នឹងដោយសារមានការដាក់ពាក្យប្តឹងច្រើនពេកពីក្រុមមជ្ឈដ្ឋានទាំងអង្គការសង្គមស៊ីវិលទាំងអីហ្នឹងតកតងនឹងប៉ះពាល់គម្រោងជំនួយ USAID ហ្នឹងតឡាការដដែលនេះគឺលោកចៅក្រមអាមីអាលីកាលពីថ្ងៃទី13ខែកុម្ភៈហ្នឹងក៏បានចេញដីកាមួយគេហៅថាដីការរក្សាការការពារសំទោសដីការរក្សាការពារភាសាអង់គ្លេសហៅថា injunction orderដីការរក្សាការពារនេះគឺអញ្ចេះបងប្អូនគឺជាដីការបណ្ដោះអាសន្នមួយគឺទប់អ្វីមួយកុំអាលឲ្យធ្វើអីបានន័យថាអ្វីបើថាកុំឲ្យមានប្រែប្រួលអីទុកឲ្យនៅដដែលសិនដើម្បីចាត់ការនីតិវិធីអីផ្សេងទៀតប៉ុន្តែអត់ឲ្យរុះរើទេដីការហ្នឹងបង្គាប់អញ្ចឹងដីការរក្សាការពារនៅពេលនោះគឺមានន័យអញ្ចេះថាលោកត្រាំបញ្ជាឲ្យព្យួរឬផ្អាកជំនួយទាំងអស់ជំនួយបរទេសទាំងអស់ទៅដល់ប្រទេសនៅលើលោកហ្នឹងនៅណាក៏ដោយទាំងនៅស្រុកអាមេរិកក៏ដោយជំនួយរបស់អាមេរិកចេញទៅតាមរយៈ USAID ឬក៏ក្រសួងការបរទេសហ្នឹងត្រូវតែផ្អាកមួយរយៈឬ90ថ្ងៃសិនតែដីការរក្សាការពារហ្នឹងបានបញ្ជាក់ថាមិនឲ្យឬក៏ឲ្យដកបំរាមហ្នឹងចេញបានន័យថាបំរាមហ្នឹងគឺមិនត្រឹមត្រូវទេគឺត្រូវអនុវត្តតាមដីការបស់តុលាការដែលបង្គាប់ថាប្រាក់ដែលត្រូវផ្ដល់ជំនួយទៅអង្គការសង្គមស៊ីវិលឬក៏តាមភ្នាក់ងារអភិវឌ្ឍអីផ្សេងតាមរយៈអង្គការ USAID ឬក៏ក្រសួងការបរទេសអីហ្នឹងគឺនៅតែអនុវត្តដដែលអត់អាចបង្កអត់អាចផ្អាកបានទេដីការរក្សាការការពារហ្នឹងគឺបានន័យថាបំរាមរបស់រដ្ឋាភិបាលហ្នឹងអត់មានសុពលភាពទេបើថាបំរាមហាមបញ្ចេញថវិកាដីការរក្សាការពារប្រាប់ថាហាមមិនបានទេគឺបញ្ចេញសិនចាំដោះស្រាយរឿងអីទៀតអញ្ចឹងដីការរក្សាការពារកាលពីខែកុម្ភៈថ្ងៃទី13ហ្នឹងគឺមានន័យអញ្ចឹងចេញដោយចក្រមអាមីអាលីហ្នឹងគឺចេញអញ្ចឹងដែរដល់តែពេលថ្ងៃនេះថ្ងៃទី25ខែ2នេះបានន័យថា12ថ្ងៃពីថ្ងៃចេញដីការរក្សាការពារហ្នឹងគឺមូលនិធិទាំងឡាយដែលលោកត្រាំបង្កកហ្នឹងរដ្ឋាភិបាលលោកត្រាំបង្កកហ្នឹងគឺផ្អាកមិនឲ្យចេញទៅក្រៅហ្នឹងគឺនៅតែផ្អាកដដែលគឺបានន័យថាអត់បានបញ្ចេញកញ្ចប់ថវិកាហ្នឹងដើម្បីឲ្យអង្គការសង្គមស៊ីវិលយកទៅអនុវត្តគម្រោងឲ្យបានសោះដែលធ្វើឲ្យបុគ្គលិកត្រូវអង្គការស្ថាប័នខ្លួនឯងហ្នឹងផ្អាកការងារប្រឈរជើងមួយរយៈសិនហើយគម្រោងផ្សេងហ្នឹងត្រូវអាក់ខានអីអញ្ចឹងទៅដែលប៉ះពាល់ដល់គ្រប់ហេដ្ឋារចនាសម្ព័ន្ធនៃការអនុវត្តគម្រោងជំនួយដែលឆ្លងកាត់មូលនិធិដែលបានពីមូលនិធិអង្គការ USAID នេះដោយសារតែបញ្ហាហ្នឹងហើយបានជាដើមបណ្ដឹងបាទភាគីដើមបណ្ដឹងហ្នឹងមានទាំងយើងមានទាំងអ្នកដែលរងគ្រោះហ្នឹងគឺអង្គការសង្គមស៊ីវិលគ្រប់ស្រទាប់វណ្ណៈនៅក្នុងហ្នឹងក៏មានវិស័យសារព័ត៌មានដែរដែលបានលុយពីគម្រោង USAID ហ្នឹងដើម្បីយកទៅធ្វើការស៊ើបអង្កេតផ្នែករបាយការណ៍សារព័ត៌មានបែបស៊ើបអង្កេតអីហ្នឹងក៏គេដាក់ប្តឹងដែរថាអត់លុយហ្នឹងគេអត់អាចស៊ើបអង្កេតព្រោះអ្វីដែលគេធ្វើរាប់ខែរាប់ឆ្នាំមកហើយស្រាប់តែមកដល់បិទដាច់ភឹងអញ្ចឹងធ្វើឲ្យគេមិនអាចធ្វើការបានហើយការងារដែលគេធ្វើមកអត់ទាន់បានលុយទូទាត់អីអញ្ចឹង
ចឹងនៅក្នុងន័យហ្នឹងអាដីការរក្សាការពារហ្នឹងឲ្យទូទាត់លុយទៅគេវិញហើយអត់ព្រមទូទាត់ដល់អញ្ចឹងហើយបានជាថ្ងៃទី25ខែ2នេះក្នុងដីការដែលចេញដោយលោកអាមៀអាលីហ្នឹងគឺបង្គាប់ប្រាប់ថាតឡារដ្ឋាភិបាលលោកត្រាំគឺបំពេញដីការរក្សាការពារហ្នឹងបាទគឺបានន័យថារដ្ឋាភិបាលធ្វើឲ្យមានការថ្លោះធ្លយមិនយកចិត្តទុកដាក់ឬក៏អើពើចំពោះដីការដែលបង្គាប់ឲ្យដកបំរាមរឿងហាមផ្ដាល់មូលនិធិតាមរយៈអង្គការ USAID ហ្នឹងរដ្ឋាភិបាលនៅក្នុងនេះក៏មានមេធាវីការពាររបស់ពួកគាត់ដែរគេបានមកការពារក្តីនៅក្នុងការតតាំងគ្នាហ្នឹងតាមពិតសវនាការថ្ងៃហ្នឹងធ្វើតាមទូរស័ព្ទទេព្រោះនៅនេះតាំងពីសម័យកូវីដមកគឺគេដោះស្រាយក្តីតាមទូរស័ព្ទច្រើនមិនចាំបាច់ឡើងទៅតុលាការនៅក្នុងបន្ទប់សវនាការផ្ទាល់ទេព្រោះចៅក្រមមេធាវីនិងភាគីដែលពាក់ព័ន្ធហ្នឹងអាចតតាំងក្តីតាមប្រព័ន្ធ Zoom ឬក៏ប្រព័ន្ធអ្វីផ្សេងទៀតគេហៅ teleconference អីហ្នឹងធ្វើជជែកគ្នាតាមទូរស័ព្ទវីដេអូអីហ្នឹងបានហើយនៅក្នុងការជជែកគ្នាហ្នឹងមានរយៈពេលប្រហែលជិត2ម៉ោងឯណោះហើយនៅក្នុងហ្នឹងអ្វីដែលចៅក្រមអាមៀអាលីបានចោទសួរទៅភាគីចុងចោតបានន័យថាចុងចោតនៃទីនេះគឺរដ្ឋបាលលោកត្រាំគឺរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងតែម្ដងចោតទៅភាគីចុងចោតដែលមានមេធាវីការពារក្តីហ្នឹងថាតើមានភ័ស្តុតាងឯណាដែលមកបញ្ជាក់ប្រាប់តុលាការឬទេថាខ្លួនពិតជាបានអនុវត្តតាមដីការក្សាការពាររបស់តុលាការដែលចេញកាលពីថ្ងៃទី13ខែកុម្ភៈនោះដែលបានន័យថាកុំឲ្យបង្កក់មូលនិធិនោះក៏ប៉ុន្តែមេធាវីមិនអាចរកចម្លើយឆ្លើយទៅបានទេគឺមិនអាចថាមិននិយាយទៅគឺមិនមានភស្តុតាងណាដែលបង្ហាញថាមូលនិធិតាមរយៈអង្គការ USAID នេះត្រូវបានប្រគល់វិញឬក៏បំរាមបានដកវិញហើយបានន័យថាលំហូរសាច់ប្រាក់ហ្នឹងបាននៅប្រព្រឹត្តទៅដោយធម្មតាដដែលវាអត់មានភស្តុតាងហ្នឹងសោះបានន័យថារដ្ឋបាលលោកត្រាំគឺមិនបញ្ចេញកញ្ចប់ថវិកាអ្វីតតែសោះតាំងតែពីថ្ងៃទី20ខែមករាមកតាមបញ្ជារបស់រដ្ឋាភិបាលដែលបង្គាប់ថាឲ្យបង្កក់ឬក៏ផ្អាកមូលនិធិហ្នឹងអញ្ចឹងនៅក្នុងន័យហ្នឹងបានន័យថាវាខ្ទាស់ឬក៏ផ្ទុយឬក៏បំពានទៅនឹងដីការរក្សាការពាររបស់តុលាការដែលចេញកាលពីថ្ងៃទី13ខែកុម្ភៈនោះនៅក្នុងន័យនេះហើយបានជាតុលាការបានចោទទៅសួរខាងមេធាវីក៏អត់មានចម្លើយឆ្លើយក៏ប៉ុន្តែមិនយល់ទាស់ជាមួយនឹងតុលាការឬក៏ដើមចោទទេដែលថាអត់មានវិធានការណាមួយដែលត្រូវបញ្ចេញថវិកានឹងក្រោយមានដីការក្សាការពារទេអញ្ចឹងបានន័យថារដ្ឋបាលលោកត្រាំបានបំពេញដីការក្សាការពារហើយចៅក្រមអាមៀអាលីក៏បានខកចិត្តហើយក៏បានប្រាប់ថារយៈពេល13ថ្ងៃគឺមិនមានឃើញសញ្ញាណាមួយនៃការគោរពដីការបស់គាត់សោះអញ្ចឹងបានន័យថាបំពេញដីការបស់គាត់ហើយអញ្ចឹងគាត់ទុកពេលឲ្យតែរហូតដល់ថ្ងៃពុធស្អែកនេះដែលនៅសល់តែពេលប្រហែលម៉ោងទៀតហ្នឹងគឺត្រូវប្រគល់លុយបើកលុយឬក៏និយាយទៅគឺដកបំរាមនឹងចេញវិញដើម្បីឲ្យលំហូរនៃសាច់ប្រាក់ហ្នឹងហូរចូលទៅក្របខ័ណ្ឌនៃអង្គការ USAID ដើម្បីបានដល់ដៃអ្នកដែលយកទៅដែលធ្វើការពីមុនមកអត់ទាន់បានប្រាក់ខែអត់ទាន់បានអីហ្នឹងត្រូវយកទៅប្រគល់ជូនគេវិញហើយធ្វើគម្រោងគេនឹងតទៅទៀតអីអញ្ចឹងទៅនេះក្នុងន័យនេះគឺន័យដីកាដែលចេញថ្ងៃ20សំទោសដែលចេញថ្ងៃ25នេះតើមានន័យយ៉ាងម៉េចតទៅទៀតខាងមេធាវីការពារក្តីឲ្យរដ្ឋាភិបាលគេអះអាងថារដ្ឋាភិបាលអត់ត្រូវសងលុយនេះទេអត់ត្រូវបើកលុយនឹងបន្តទៀតទេនេះគឺជាអ្វីដែលគេលើកឡើងដោយគេនិយាយថារដ្ឋាភិបាលមិនអាចចាញ់ក្តីនេះបានដោយត្រង់ថាមានច្បាប់មួយគេហៅអភ័យឯកសិទ្ធិការពាររដ្ឋាភិបាលគេមានអភ័យឯកសិទ្ធិមួយគេលើកឡើងថាជាភាសាអង់គ្លេសគេហៅ sovereign immunity បានន័យថាអភ័យឯកសិទ្ធិរដ្ឋាភិបាលដែលការពារមិនឲ្យនរណាប្តឹងរដ្ឋាភិបាលបានតបបើថាប្តឹងតតែរដ្ឋាភិបាលយល់ស្របឲ្យប្តឹងអីអញ្ចឹងក៏ប៉ុន្តែនៅក្នុងន័យនេះគឺអ្នកច្បាប់ជាច្រើនបានលើកឡើងថាដីការបស់តុលាការគឺជាស្ថាប័នឯករាជ្យរដ្ឋាភិបាលត្រូវតែគោរពតាមដីកានោះបើមិនគោរពតាមដីកាគឺរងការព្រមានឬក៏អាចចាត់ទុកថាជាការប្រងើយកន្តើយឬក៏មិនគោរពតាមតុលាការហើយភាគីដើមចោតហ្នឹងក៏ដាក់ប្តឹងលោកត្រាំនឹងរដ្ឋបាលលោកត្រាំហ្នឹងពីបទបំពានឬក៏មិនគោរព
សេចក្តីសម្រេចរបស់តុលាការដែរក៏ប៉ុន្តែតុលាការអត់ទាន់បានចេញសេចក្តីសម្រេចមួយដែលប្រាប់ថារដ្ឋបាលលោកត្រាំមិនគោរពតាមដីការបស់តុលាការទេគ្រាន់តែបង្គាប់ឲ្យរដ្ឋបាលនេះដាច់ខាត់ត្រូវតែបញ្ចេញកញ្ចប់ថវិកាដែលខ្លួនបង្កក់ឬក៏រារាំងហ្នឹងចេញទៅឲ្យដល់ដៃអង្គការសង្គមស៊ីវិលយកទៅប្រើប្រាស់វិញតើកញ្ចប់ថវិកានេះនឹងចេញទៅឬក៏ទៅជាយ៉ាងណាមានចំណុចពីរដែលកំពុងតែនៅប្រទាំងប្រទិសគ្នាដែរបងប្អូនទី1គឺខាងមេធាវីការពារក្តីរបស់រដ្ឋាភិបាលលោកត្រាំរដ្ឋបាលលោកត្រាំបានប្តឹងជំទាស់រឿងនេះដែរឥឡូវក៏បានប្តឹងទៅតុលាការជាន់ខ្ពស់មួយជាន់ទៀតគឺសាលាធរអញ្ចឹងនៅក្នុងន័យហ្នឹងបានន័យថាប្តឹងជំទាស់ដោយការសម្រេចរបស់លោកចៅក្រមរូបនេះអញ្ចឹងយើងរងចាំមើលថាតើតុលាការជាន់ខ្ពស់ហ្នឹងគឺសម្រេចក្តីយ៉ាងណាទៀតតកតងនឹងចំហនេះប៉ុន្តែបើតាមមើលតាមការគិតរបស់ខ្ញុំទេនៅពេលដែលស្ថាប័នមួយដែលជាអង្គនេះកន្លែងនេះជាអង្គនីតិប្រតិបត្តិមែនក៏ប៉ុន្តែជានីតិបុគ្គលមួយដែរគឺក្នុងន័យថាតំណាងឲ្យស្ថាប័នមានការទទួលខុសត្រូវមួយហើយនៅពេលដែលដីការក្សាការការពារបង្គាប់ឲ្យដកបំរាមរឿងហាមបញ្ចេញថវិកាទៅឲ្យអង្គការសង្គមស៊ីវិលដើម្បីយកទៅអនុវត្តគម្រោងជំនួយបន្តហ្នឹងហើយគាត់មិនធ្វើតាមបានន័យថាគាត់ល្មើសនឹងដីកាហ្នឹងហើយដូច្នេះខ្ញុំមិនដឹងថាតើតុលាការជាន់ខ្ពស់ដែលជាស្ថាប័នតុលាការដូចគ្នាដែរហេតុអីមើលមិនឃើញថារដ្ឋាភិបាលឬក៏រដ្ឋបាលលោកត្រាំបំពេញដីការបស់តុលាការព្រោះដីកាតុលាការបានន័យប្រាប់ថាឲ្យបើកមូលនិធិហ្នឹងទៅវិញទៅកុំបង្កកប៉ុន្តែរដ្ឋាភិបាលអត់បានធ្វើតាមដីការរក្សាការពារនឹងសោះដូច្នេះមិនដឹងថាថ្នាក់លើមួយជាន់ទៀតហ្នឹងនឹងបកស្រាយច្បាប់យ៉ាងម៉េចឲ្យឃើញថាដីការប្រាប់ថាឲ្យដកបំរាមហើយរដ្ឋាភិបាលអត់ដកបំរាមហើយថាអត់បំពេញអីសោះហ្នឹងយើងនឹងពិនិត្យមើលតទៅទៀតថាតើរឿងនេះវានឹងទៅជាយ៉ាងម៉េចក៏ប៉ុន្តែរឿងមួយដែលយើងឃើញគួរឲ្យចាប់អារម្មណ៍ដែរគឺអនុប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក JD Vance គឺគាត់ជាអ្នកច្បាប់បាទគាត់ធ្លាប់រៀននៅគាត់រៀនចប់នៅសាលាច្បាប់គាត់ធ្វើជាមេធាវីគាត់អីបានដូចថាតំណែងគាត់នៅក្នុងការបកស្រាយច្បាប់ហ្នឹងគឺគាត់មានគំនិតជ្រៅជ្រះព្រោះគាត់រៀនចប់ពីសាលា Yale School of Law បាទគឺសាលាច្បាប់ Yale ឆ្នាំ2013គាត់ថាអញ្ចេះគាត់ថារដ្ឋាភិបាលអត់មានរឿងអីដែលត្រូវធ្វើតាមដីកាបង្គាប់បញ្ជារបស់ចៅក្រមទេអានេះគឺជាសារមិនចេញពីរដ្ឋាភិបាលទេសារចេញពីមាត់បុគ្គលផ្ទាល់ខ្លួនរបស់គាត់ដែលធ្លាប់សរសេរនៅក្នុងប្រព័ន្ធ Twitter ដែលឥឡូវហ្នឹងគឺជាប្រព័ន្ធ X របស់លោក Elon Musk ដែលគាត់សរសេរប្រមាណជាថ្មីហ្នឹងដែរគឺកាលពីថ្ងៃទី9ខែកុម្ភៈហ្នឹងឯងនៅក្នុងការសរសេរសារដែលប្រាប់ថាចៅក្រមគឺអត់ចាំបាច់មានសិទ្ធិអីមកត្រួតត្រាកិច្ចការស្របច្បាប់របស់រដ្ឋាភិបាលទេបានន័យថាគាត់ចង់សម្ដៅថាដីកាចៅក្រមនេះគឺជាការជ្រៀតជ្រែកដល់កិច្ចការរបស់រដ្ឋាភិបាលទៅវិញអានេះគឺជាអ្វីដែលគាត់លើកឡើងហើយប៉ុន្តែអ្នកច្បាប់អ្នកវិភាគមួយចំនួនធំមិនយល់ស្របតាមអ្វីដែលជាប្រសាសន៍របស់លោកអនុប្រធានាធិបតីនេះទេគេនិយាយថាការដែលប្រងើយកន្តើយឥទ្ធិពលអំណាចរបស់តុលាការគឺនឹងប៉ះពាល់ច្រើនដល់អំណាចឬក៏ការបែងចែកអំណាចនៃស្ថាប័នឯករាជ្យទាំងពីរឥឡូវនេះនៅមានរឿងគួរឲ្យចាប់អារម្មណ៍ដែលយើងនៅតាមដានបន្តទៅទៀតថាតើរឿងនេះវានឹងទៅជាយ៉ាងណាហើយសេចក្តីសម្រេចនឹងគឺវានឹងធ្វើឲ្យមានថវិកាបញ្ជូនតាមរយៈអង្គការ USAID ទៅអង្គការសង្គមស៊ីវិលផ្សេងទៀតនៅទូទាំងពិភពលោកដោយទៅប្រទេសកម្ពុជានឹងដែរឬយ៉ាងណាខ្ញុំឃើញថាអាចមានចំណុចវិជ្ជមានច្រើនដែរចំណុចវិជ្ជមានហ្នឹងត្រង់ចេះព្រោះនេះគឺជាការធ្វើតេស្តទេរដ្ឋបាលលោកត្រាំគាត់ធ្វើតេស្តអំពីឥទ្ធិពលអំណាចរបស់រដ្ឋបាលគាត់ថាតើអាចនឹងធ្វើអីបានខ្លះប៉ុន្តែនៅក្នុងទីនេះគឺតុលាការក៏គេបង្ហាញសាច់ដុំដែរថារដ្ឋាភិបាលអាចធ្វើបានអ្នកឯងមានតួនាទីត្រឹមតែអំណាចនីតិប្រតិបត្តិដែលឯករាជ្យដោយខ្លួនឯងក៏ប៉ុន្តែតុលាការក៏គេមាន
គេហៅថាដែនសមត្ថកិច្ចឬក៏អំណាចរបស់គេដែលមានភាពឯករាជ្យរបស់គេដែរអញ្ចឹងប៉ះពាល់គ្នាមិនបានទេព្រោះស្ថាប័នទាំងអស់នេះនៅក្នុងរដ្ឋធម្មនុញ្ញគឺចែងមកដើម្បីផ្ទៀងផ្ទាត់អំណាចគ្នាកុំឲ្យជីសេះលែងដៃបើរដ្ឋាភិបាលធ្វើអីបានសែនចិត្តហើយស្ថាប័នតុលាការមិនអាចផ្ទៀងផ្ទាត់ឬក៏មិនអាចគ្រប់គ្រងអំណាចផ្ដេសផ្ដាស់បានឧទាហរណ៍ដូច្នេះរឿងមួយចំនួនវាទៅជារឿងអនាធិបតេយ្យអីអញ្ចឹងយើងចាំមើលតទៅទៀតដែររឿងនេះគឺជារឿងគួរឲ្យចាប់អារម្មណ៍ដែរតែយ៉ាងណាយើងឃើញមានចំណុចវិជ្ជមានជាច្រើនដែរទៅហើយមិនចឹងបងប្អូនមួយរយៈពេលនេះគឺប្រហែលថ្ងៃមុននេះដែលយើងឃើញជំនួយតាមរយៈក្រសួងការបរទេសទៅឲ្យខាងក្រុមអង្គការដោះមីនដែលថានៅកម្ពុជាដែលប្រាក់ជំនួយដែលត្រូវឲ្យជួយដល់ឆ្នាំ2015យ៉ាងហោចណាស់ក៏ប្រហែលខែទៀតនៅក្នុងឆ្នាំ2015ដើម្បីយកទៅដោះមីនបន្តឲ្យហ្នឹងថាផ្អាកមួយរយៈហ្នឹងឲ្យគេក៏បានបញ្ចេញថវិកាហ្នឹងជូនទៅពួកគាត់ដើម្បីឲ្យបន្តកិច្ចការងារហ្នឹងតទៅទៀតហើយដូចខ្ញុំបានជម្រាបបងប្អូនតាំងពីខាងដើមមកម្លេះថាប្រាក់ជំនួយដែលបានទៅប្រទេសកម្ពុជាយើងនេះជួយអង្គការសង្គមស៊ីវិលជួយអីនេះគឺវាតិចតួចស្ដួយស្ដាងណាស់បើត្រឹមក្រោម$100 លាននៅក្នុងមួយឆ្នាំហ្នឹងស្ទើរតែទឹកមួយដំណក់នៅក្នុងពែងកាហ្វេដ៏ធំរបស់សហរដ្ឋអាមេរិកទេដូច្នេះវាមិនមានអីប៉ះពាល់ដល់ការបន្តជួយទេគ្រាន់តែខ្ញុំប្រាប់ថាការបញ្ជួយផ្ទាល់ទៅដល់រដ្ឋាភិបាលកម្ពុជាអាចនឹងលំបាកខ្លាំងព្រោះដោយសារតែយើងមានដានក្នុងការរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យចង់នៅពេលដែលគេកំពុងកាត់មូលនិធិអីចឹងរដ្ឋាភិបាលកម្ពុជាដឹងតែអត់លិតទេក៏ប៉ុន្តែសម្រាប់អង្គការសង្គមស៊ីវិលជួយផ្នែកបរិស្ថានសិទ្ធិមនុស្ស AIDS ឬក៏អប់រំសុខាភិបាលជំងឺរបេងជួយខាងយុវជនខាងសហគ្រាសខាងពាណិជ្ជកម្មអីដើម្បីលើកកម្ពស់សមត្ថភាពទីផ្សារធុរកិច្ចលក្ខណៈអីហ្នឹងជំនួយមនុស្សធម៌ជាច្រើនដែលជួយទៅដល់អង្គការសង្គមស៊ីវិលនិងប្រទេសកម្ពុជាខ្ញុំជឿថាទោះជាក្នុងកម្រិតណាមួយនោះគឺនឹងមានទៅវិញដោយសារអីដោយសារតែបើឥឡូវឧទាហរណ៍ថា USAID នឹងគេសម្រេចយ៉ាងណាក៏ដោយពួកបុគ្គលិកមួយចំនួនហ្នឹងគេបានបញ្ឈប់ខ្លះហើយប៉ុន្តែមិនមែនបាននៃស្ថាប័នហ្នឹងរលាយខ្សលទេគេលើទៅជ្រកក្រោមស្លាករបស់អង្គការឬអង្គភាពមួយដែលយើងហៅថាក្រសួងការបរទេសទៅហើយកាលមុនក្រសួងការបរទេសឲ្យ USAID ចាត់ការរឿងហ្នឹងខ្លួនឯងទៅក្រសួងការបរទេសមានជំនួយមានអីហ្នឹងគេឲ្យកញ្ចប់របស់ខ្លួនដាច់ដោយឡែកហ្នឹងវាតិចតួចទៅប៉ុន្តែគេមានស្ថាប័នអង្គការមួយដែលដឹកនាំជួយទៅហើយចឹងគេអត់ខ្វល់ឥឡូវនេះដោយសារតែជំហររបស់រដ្ឋបាលលោកត្រាំហ្នឹងគិតថាចង់សន្សំលុយឲ្យបានច្រើនព្រោះ$68,000 លានអីណានោះគឺថាចង់កាត់បន្ថយឲ្យចោតប្រកាន់ថាមានអំពើពុករលួយឬការគ្រប់គ្រងមូលនិធិនឹងមិនបានសមស្របអីទៅតាមឬក៏អត់ប្រយោជន៍អីដែលពួកគាត់អះអាងហ្នឹងគឺចង់កាត់បន្ថយឲ្យបានច្រើនប៉ុន្តែមិនមែនបានន័យថាបិទចិត្តឈឹងទេព្រោះការផ្អាក90ថ្ងៃហ្នឹងគឺដើម្បីពិនិត្យសាររើឡើងវិញដែរគាត់ថាការផ្អាកភ្លាមបែបនេះធ្វើឲ្យគម្រោងមួយចំនួនវាកកស្ទះធ្វើឲ្យប្រាក់ខែអីបើកទៅបុគ្គលិកអីហ្នឹងក៏តែមិនទាន់គម្រោងខ្លះត្រូវដាច់ពាក់កណ្ដាលអីហ្នឹងដែលធ្វើឲ្យមានការបដិងផ្ដាល់ហ្នឹងដោយសារអីបើសិនជាយើងមានរយៈពេលដូចថាកំបិតភឹងអញ្ចឹងទៅថាឥឡូវថាពីហ្នឹងរហូតដល់ខែ3ខែក្រោយយើងថាយើងនឹងទុកពេលឲ្យដល់3ខែក្រោយសឹមចាប់ផ្ដើមព្យួរអីអញ្ចឹងទៅអញ្ចឹងនៅក្នុង3ខែហ្នឹងគាត់ចាប់ផ្ដើមដោះស្រាយបញ្ហាជាបណ្ដាឬក៏ប្តឹងផ្ដាល់ឬអីយ៉ាងម៉េចទៅវាជាងការដែលបិទភ្លាមគឺបិទងក់អញ្ចឹងដូចឡានដែលកំពុងបើកក្នុងល្បឿន65ម៉ៃនៅក្នុង1ម៉ោងហើយស្រាប់តែជន់ហ្វ្រាំងជាប់ងក់អញ្ចឹងឡានវាចោះជាបោកក្លាប់ភីងហើយ8 9ត្រឡប់ហើយមិនដឹងជាទៅណាទេព្រោះអាហ្នឹងវាប្រឆាំងនឹងសំបីតែធម្មជាតិតែយ៉ាងណាចំណាត់ការរបស់រដ្ឋាភិបាលគេមានហេតុផលនៅក្នុងការបកស្រាយថានេះគឺជាការដែលធ្វើដើម្បីចំណេញដល់ជាតិអាមេរិកសន្សំលុយសន្សំអីរបស់អ្នកបង់ពន្ធអីអញ្ចឹងនេះគឺជាការលើកឡើងរបស់ខាងរដ្ឋាភិបាលប៉ុន្តែការផលប៉ះពាល់នេះអ្នកមួយចំនួនមើលទៅថាវាជាការចាត់ការកំហុសពេកដែលធ្វើឲ្យប៉ះពាល់អញ្ចឹងដូច្នេះទាញពីអ្វីដែលកើតឡើងនេះខ្ញុំនៅតែមានសុទិដ្ឋិនិយមថាយើងនឹងមានជំនួយបន្តទៀតដល់អង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជាផ្នែកខាងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបងប្អូនអាមេរិកចង់ទោះជាយើងក្នុងសម័យនេះគេនាំគ្នាចាត់ទុកថាលោកត្រាំជាមេដឹកនាំផ្ដាច់ការលើលោកម្នាក់ដែរអីក៏ដោយប្រព័ន្ធប្រជាធិបតេយ្យ
សេរីនៅសហរដ្ឋអាមេរិកនេះគឺមិនទាន់ទៅណាទេវានៅតែមានប្រជាពលរដ្ឋច្រើនណាស់ដែលនៅតែគោរពគោលការណ៍និងគុណតម្លៃនេះហើយគេមិនអាចឲ្យអ្នកណាម្នាក់បំផ្លាញវាបានទេហើយខ្ញុំមិនជឿថាលោកត្រាំខ្លួនឯងដែលជាប្រធានាធិបតីដែលមានអ្នកបោះឆ្នោតគាំទ្រ72លានអ្នកជាងហ្នឹងបានន័យថាគាត់ជាប្រធានាធិបតីសម្រាប់ប្រជាពលរដ្ឋជាង300លានអ្នកនៅសហរដ្ឋអាមេរិកអញ្ចឹងគាត់មិនអាចនឹងធ្វើដើម្បីតែតម្រូវតែខាង72លានអ្នកដែលបោះឆ្នោតឲ្យគាត់ទេចុះ300លានអ្នកជាងចុះ72លានអ្នកហ្នឹងចុះនៅប្រហែលជិត300លាន200លានអ្នកជាងទៀតហ្នឹងគេយ៉ាងម៉េចអីអញ្ចឹងទៅណាដូច្នេះអាហ្នឹងក៏យើងឃើញថានឹងមានការវិវត្តតាមដំណើរជាលំដាប់ហើយអាការតានតឹងហ្នឹងរយៈពេល3ខែដំបូង100ថ្ងៃដំបូងហ្នឹងគឺគាត់ចង់បង្ហាញស្នាដៃដើម្បីគប់ចិត្តម្ចាស់ឆ្នោតតែប៉ុណ្្នឹងឯងប៉ុន្តែការគប់ចិត្តម្ចាស់ឆ្នោតហ្នឹងក៏វាប៉ះទង្គិចដល់ចិត្តម្ចាស់ឆ្នោតមួយក្រុមទៀតដែរមិនអញ្ចឹងត្រូវចិត្តលោកប្រុសខុសចិត្តលោកស្រីត្រូវចិត្តខាងប្រជាធិបតេយ្យត្រូវចិត្តខាងសាធារណរដ្ឋខុសខាងប្រជាធិបតេយ្យអីអញ្ចឹងដូច្នេះរឿងនេះគឺជារឿងតតាំងគ្នាតាមផ្លូវតុលាការមិនមានអំពើហិង្សាវាយតប់បាញ់បោះអីណាទេគឺចង់ប្តឹងគ្នាប្តឹងតាមតុលាការទៅដោះស្រាយតាមផ្លូវច្បាប់មានចៅក្រមឯករាជ្យយុត្តិធម៌រឿងនេះគឺនៅតែប្រព្រឹត្តរលូននៅតែមានកម្រិតប្រជាធិបតេយ្យនិងការគោរពសិទ្ធិគ្នាទៅវិញទៅមកនៅក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធីដដែលទេវាអត់មានចលាចលឯណាចាប់អ្នកនេះអ្នកនោះដាក់គុកដោយសារតែការបញ្ចេញមតិនោះក៏អត់មានដែរដូច្នេះខ្ញុំនៅតែនិយាយថាកម្រិតប្រជាធិបតេយ្យនៅតែមានដដែលបើទោះបីជាស្ថានភាពវារៀងលំបាកជាងពេលមុនក៏ដោយហើយបងប្អូនមួយចំនួនក៏មកដាស់តឿនខ្ញុំថាបើនិយាយអីក៏ដោយពាក់ព័ន្ធប៉ះពាល់នឹងលោកត្រាំត្រូវគិតថាខ្លួនឯងជាប្រជាពលរដ្ឋខ្មែរអាមេរិកហើយលោកត្រាំជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកជាប្រធានាធិបតីរបស់យើងអីចឹងអរគុណណាស់ដែលបានជួយរំលឹកខ្ញុំរឿងនេះខ្ញុំជាប្រជាពលរដ្ឋម្នាក់ជាដែលមានសញ្ជាតិអាមេរិកខ្ញុំមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការលើកឡើងដោយសារព័ត៌មានដទៃទៀតដែលគេលើកឡើងអំពីបញ្ហាការពិតហើយនឹងការតតាំងគ្នានៅក្នុងសង្គមអីចឹងដូច្នេះឃើញពិតនិយាយពិតឃើញអាក្រក់និយាយអាក្រក់ឃើញល្អនិយាយថាល្អឃើញត្រូវនិយាយថាត្រូវឃើញខុសនិយាយថាខុសអានេះគឺជាភារកិច្ចរបស់អ្នកដែលផ្ដល់ព័ត៌មានអំពីស្ថានភាពជាក់ស្ដែងនៅក្នុងសង្គមដែរហើយរឿងដែលខ្ញុំនិយាយនេះមិនមែនជាមតិរបស់ខ្ញុំទេគឺជាអ្វីដែលខ្ញុំដកស្រង់ពីសារព័ត៌មានរបស់សហរដ្ឋអាមេរិកជុំទិសយកមកចែកជូនបងប្អូនទាំងអស់គ្នាដើម្បីគ្រាន់ជាការពិចារណាបងប្អូនហើយឥឡូវនេះខ្ញុំស្លេះការផ្សាយបន្តផ្ទាល់របស់ខ្ញុំត្រឹមប៉ុណ្ណេះហើយខ្ញុំជឿថាបងប្អូនអង្គការសង្គមស៊ីវិលដែលបានជំនួយពី USAID នឹងនៅតែមានទឹកមាត់លេបហើយមានក្តីសង្ឃឹមតទៅទៀតសង្ឃឹមថាបន្តការងារនេះបានតទៅទៀតនៅក្នុងពេលឆាប់ៗខាងមុខនៅពេលដែលមូលនិធិទាំងអស់ត្រូវបានគេប្រគល់ជូនវិញតែយ៉ាងណាត្រូវរងចាំដីកាសម្រេចរបស់តុលាការកំពូលនៅពេលឆាប់ៗខាងមុខទៀតនៅពេលដែលមានដីកាសម្រេចយ៉ាងណានោះខ្ញុំនឹងផ្សាយជូនបងប្អូនឲ្យបានជ្រាបជាបន្តទៅទៀតតែសូមអរគុណបងប្អូនទាំងអស់ដែលបានត្រង់ត្រាប់ស្ដាប់ការផ្សាយផ្ទាល់ឬក៏ការផ្សាយរបស់ខ្ញុំជារៀងដរាបមកបាទសូមប្រសិទ្ធពរជ័យសិរីសួស្ដីបវរមហាប្រសើរចូលកាត់មានដល់បងប្អូនខ្មែរទាំងអស់នៅគ្រប់ទិសទីបាទសូមជម្រាបលា